សួស្តីបងប្អូនបាទថ្ងៃនេះម៉ាស៊ីន scan យើងមកដល់ត្រាំខ្នាបាទផ្សារត្រាំខ្នាណាបាទនៅខាងមុខនេះគឺជាផ្សារត្រាំខ្នាហើយមកដល់ផ្ទះបងប្រុសបាទយើងមកយកម៉ាស៊ីនឲ្យបងមួយគ្រឿងហើយបងប្រុសបានអាប់កម្មវិធី key program មួយគ្រឿងអញ្ចឹងចំនួន2គ្រឿងបាទហើយទីតាំងបងប្រុសគឺធំទលាយល្អបាទធំទលាយល្អគឺថាមកត្រាំខ្នានេះគឺមានតែគាត់ទេនេះសកម្មភាពយើងកំពុងតែបង្ហាញទៅលើការប្រើប្រាស់ជាមួយនឹងកម្មវិធី Key Program បាទហើយនេះគឺជាសកម្មភាពបាទដែលកំពុងតែបង្ហាញទៅលើការប្រើប្រាស់បាទម៉ាស៊ីន scan CTY នេះយើងបានអាប់បាទពី6ក្រុមហ៊ុនឡើងមក Key Program បាទចាក់មួយទៀតចាក់ចំកន្លែងដូចដែរចឹងសម្រាប់បងប្អូនដែលមានតម្រូវការបាទចង់ជួសជុលទៅលើតេឡេចង់ជួសជុលម៉ូតូអីបងប្អូនអាចចូលមកដល់ទីតាំងគាត់ផ្ទាល់បានណាបាទទីតាំងគាត់ធំទលាយបាទនៅផ្សារត្រាំខ្នាបាទណានេះគឺជាសកម្មភាពបាទដែលខាងយុវជនចែកទៅកម្ពុជាយើងចុះមកដល់ទីតាំងផ្ទាល់បាទអូខេវះបតណាបាទណាបងបាទណាមានន័យថាវាមានលក្ខខណ្ឌដែលយើងមិនចាំវះបតក៏យើងអាចច្រឡងតេឡេឬក៏បន្ថែមតេឡេបានដែរហើយវាមានលក្ខខណ្ឌមួយទៀតគឺត្រូវតែវះត្រូវតែអានពីបតយកវិញបាទយើងអាចច្រឡងតេឡេបានបាទណាបងអញ្ចឹងយើងអាចមើលក្នុងលក្ខខណ្ឌណាដែលយើងអត់អាចចម្លងតេឡេនៅពេលដែលយើងអត់ទៅវះបតអញ្ចឹងក្នុងលក្ខខណ្ឌនៅពេលដែលយើងចង់ឥឡូវបងប្រឌិតមើលតែចំណុចនេះមកខាងលើនេះគឺជាអីគេ ECM ID ECM ID គាត់ណាបងខាងនេះគឺជាអី Key ID ឃើញលេខវាខុសគ្នាបាទលេខវាដូចគ្នាបាទ Key ID នេះមួយនេះ Key ID មានន័យថាវានៅក្នុងនេះបាទក្នុង SU Key ID នេះ Key ID គឺវានៅក្នុងជាមួយនឹង SU Key ID នៅក្នុងគឺបាច់នេះអានេះហើយគេហៅ Key ID គាត់ណាបងចឹង Key ID ហ្នឹងនេះគឺជាលេខ Key ID ខាងលើនេះគឺជា ECM ID បងឃើញអាទាំងនេះឃើញលេខ ECM ID ហើយ Key ID ឃើញលេខវាដូចគ្នាបាទឃើញលេខវាដូចគ្នាអត់អញ្ចឹងក្នុងលក្ខខណ្ឌលេខវាដូចគ្នានេះយើងមិនបាច់ចាំវះពីបតហ្នឹងទេគាត់ទេបងបាទយើងមិនបាច់ចាំវះពីបតហ្នឹងទេយើងអានចេញពី ECM យកមកក៏បានដែរដោយសារអីដោយសារតែ Key ID ហើយនិង ECM ID គឺអានបានដងលេខវាដូចគ្នាចង់និយាយអានបានរហូតអានបានរហូតបងអានបានរហូតបាទបានរហូតប៉ុន្តែក្នុងករណីនេះមួយអានេះមានន័យថាយើងអានចេញពីណាខ្ញុំលើកគេថាអានបានតែម្ដងអានបានរហូតបងអានេះបានមកពីអីបានមក SU នេះអញ្ចឹងណាយើងថតមិញណាឥឡូវយើងមើលទៅលើនេះឃើញលេខអានេះលេខអីគេ ECM ID លេខវាដូចគ្នាអត់បាទលេខវាដូចគ្នាដូចអញ្ចឹងនៅពេលដែល ECM ID លេខវាដូចគ្នាណាគឺយើងអាចយកមកប្រើប្រាស់បានប៉ុន្តែក្នុងករណីមួយនៅពេលដែលលេខទោះបីជាលេខវាដូចគ្នាក៏ដោយនៅពេលដែលយើងដាក់អុកមានតែមានតែបិទតែលេខហ្នឹងគឺយើងអាចប្រើបានទេឥឡូវយើងចូលត្រឡប់មកក្រោយឥឡូវខាងលើនេះអាលេខដូចលេខ ECM នេះវាដាក់អីគេដាក់អនអញ្ចឹងហ៎ចុះដូចថាលេខនេះតន់កន្លែងនេះសិនឲ្យតន់ថា ECM ហើយនឹង TID ជាមួយតែ ECM នេះដោយយើងមិនបាច់ចាំវះបតដោយសារអីដោយសារតែ ID ECM ហើយ ID key គឺលេខវាតែមួយគ្រាន់ណាបងគ្រាន់ណាប៉ុន្តែក្នុងលក្ខខណ្ឌមួយបើសិនជា ID key នេះត្រូវបានអីគេត្រូវបានបិទត្រូវបានអុកអញ្ចឹងបើឲ្យយក ID ECM នេះយកមកប្រើការក៏អត់បានដែរហ្នឹងឥឡូវបងត្រូវតន់ថា ID ECM គឺវាអត់មានតួនាទីណាដើម្បីមកកាច់បែកសោទេគ្រាន់ណាតែយើងកាច់បានសល់បានតែយើងបញ្ចូលតេឡេបានដោយសារអីដោយសារតែ ID ECM នោះវាដូចជាមួយនឹង ID key ដែរឥឡូវយើងចង់បិទវាឧទាហរណ៍បើសិនជាវាដាក់ on អញ្ចឹងមានន័យថាវាអីបើអញ្ចឹងណាតែបើសិនយើងដាក់ off ហើយមានន័យថាយើងបិទហើយកាលណាតែបិទហើយគឺអត់អាចយកមក
ở cả bạn này ទៅទៅទៅបើកបាន ba của bạn bật của bạn họ lấy những lọt mà hồi mà